របៀបបិទ auto home screen នៅលើកម្មវិធី Adobe Photoshop 2024 បាទអញ្ចឹងគឺខ្ញុំនឹងធ្វើការបើកនៅ Adobe Photoshop ដែលជាទូទៅនៅពេលដែលយើងបានធ្វើការប្រើប្រាស់នៅ Adobe Photoshop គឺឃើញថាមាន file ដែលយើងធ្លាប់បើកពីមុនមកគឺវាបានធ្វើការបង្ហាញនៅលើ home screen computer របស់យើងអញ្ចឹងដើម្បីកុំឲ្យមាន file នឹងមានភាពរញ៉េរញ៉ៃនៅលើ home screen របស់យើងគឺយើងអាចធ្វើការបិទ file នេះបានអញ្ចឹងគឺខ្ញុំបានធ្វើការបើកខ្ញុំយកពាក្យ new បាទខ្ញុំចុចពាក្យ create បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវរកមើលនៅពាក្យ edit បាទយើងរកមើលនៅពាក្យ preference យើងរកមើលនៅពាក្យ general បាទអញ្ចឹងនៅត្រង់ចំណុច general នេះគឺយើងត្រូវរកមើលនៅពាក្យ auto show the home screen យើងគ្រាន់តែធ្វើការ untick បន្ទាប់មកទៀតគឺយើងត្រូវធ្វើការចុចនៅពាក្យ OK បាទគឺរួចរាល់បាទអញ្ចឹងត្រង់ចំណុចកន្លែងនេះគឺខ្ញុំនឹងធ្វើការ close កម្មវិធីបន្ទាប់មកទៀតខ្ញុំនឹងធ្វើការបើកនៅ Adobe Photoshop 2024ម្ដងទៀតជាលទ្ធផលតើ file ដែលយើងធ្លាប់បើកពីមុនមកវានឹងធ្វើការបង្ហាញទៅលើ home screen ទៀតឬក៏អត់បាទអញ្ចឹងនេះគឺឃើញថា file ដែលយើងធ្លាប់បើកពីមុនមកគឺមិនត្រូវបានធ្វើការបង្ហាញទៀតទេបាទអញ្ចឹងនេះគឺជារបៀបបិទនៃ auto home screen សម្រាប់ Adobe Photoshop 2024បាទអរគុណដល់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ